ដីបងប្អូនចាបន្ទាប់ពីខានចេញវីដេអូឡើងយូរចាមានអ្នកនាងខ្ញុំទេចាឥឡូវគឺថានៅក្នុងចក្រានបាយគឺថាក្តៅខ្លាំងមែនតើហើយថ្ងៃនេះដែរគឺខ្ញុំមកធ្វើម្ហូបមានដូចជាស៊ុបត្រីក្រហមជាមួយនឹងផាក់ឡូវចាទៀតចាំទស្សនាទាំងអស់គ្នាណាចាបាយបាយនឹងហើយបងប្អូនឥឡូវស៊ុបត្រីក្រហមរបស់ខ្ញុំគឺបានពុះឆ្អិនហើយចាគឺយើងបានដាក់គ្រឿងក្រៅឲ្យអស់ហើយថ្ងៃនេះគឺអត់បានថតពីវិធីធ្វើទេចាដោយសារកាត់អញ្ចឹងណាបងប្អូនហើយមានផាក់ឡូវមួយមុខទៀតដែរចាហើយខែនេះខែភ្លៀងអញ្ចឹងហូបស៊ុបក្តៅទៅឲ្យវាបែកញើសស្រួលចាហើយចំពោះបន្លែស៊ុបវិញថ្ងៃនេះគឺអត់មានអីច្រើនទេខ្ញុំដាក់តែត្រកួនជាមួយនឹងស្ពៃតឿនិងផ្សិតម្ជុលចាហើយមានថែមជាមួយនឹងម្អមហើយនឹងជីអាណាចាដើម្បីវាឈ្ងុយអញ្ចឹងណាបងប្អូនទាំងអស់គ្នាហើយអែតថែមជាមួយនឹងពងមាន់2គ្រាប់ទៀតដើម្បីឲ្យវាមានកាន់តែជាតិឆ្ងាញ់អញ្ចឹងណាបងប្អូនចាតំណងឯងបងប្អូនអូនិយាយថាមួយឆ្នាំងហ្នឹងគឺដាច់ប៉ាត់តែម្ដងបងប្អូននិយាយពីរសជាតិវិញគឺថាកប់សេរីតែម្ដងចាអត់ដូចនិយាយទៅអត់ចាញ់ធ្វើនៅហាងហ្មងទេចាហើយចំពោះគ្រឿងផ្សំគឺងាយខ្លាំងមែនតើស៊ុបត្រីក្រហមអត់មានបាក់ធ្វើទេចានេះជាសាច់ត្រីដែលខ្ញុំបានហ្វីឡេទុកគឺខ្ញុំយកតែសាច់ទេខ្ញុំអត់យកឆ្អឹងវាទេចាពេលដែលបន្លែចិត្តឆ្អិនគឺខ្ញុំដាក់សាច់ត្រីចូលតែម្ដងហើយយើងបិទគម្របឲ្យពុះជាការស្រេចតែម្ដងចាបងប្អូនអាចទស្សនាតាមនឹងបានចាចាំវីដេអូក្រោយនាងខ្ញុំនឹងធ្វើរបៀបធ្វើបង្ហាញបងប្អូនទាំងអស់គ្នាចាឥឡូវគឺស៊ុបរបស់ខ្ញុំគឺបានឆ្អិនរួចរាល់ហើយចាវីដេអូនេះគឺមានតែប៉ុណ្្នឹងទេបងប្អូនទាំងអស់គ្នាចាំជួបនឹងខ្ញុំនៅវីដេអូក្រោយអរគុណជម្រាបលា